ខ្ញុំគ្រូឱសថបុរាណខ្មែរថ្នោត5ដើមសូមជម្រាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនជាពិសេសគឺបងឬក៏បងប្អូនឬក៏បងប្អូនមួយចំនួនទៀតដែលមានគោលបំណងចង់คลายខ្លួនជាគ្រូឱសថបុរាណដើម្បីคลายខ្លួនជាគ្រូឱសថបុរាណបងប្អូនត្រូវតែប្រកាន់ភ្ជាប់នៅអង្គ2បាទនៅធម៌2យ៉ាងទី1គឺសិលធម៌បាទទី2គឺគុណធម៌បាទត្រូវមានសិលធម៌ត្រូវមានគុណធម៌អានឹងភ្ជាប់ជាមួយនឹងខ្លួនរបស់យើងភ្ជាប់ជាមួយនឹងផ្លូវចិត្តរបស់យើងណាបាទពីព្រោះអីគុណធម៌សិលធម៌នេះគឺមានតម្លៃណាសម្រាប់អប់រំផ្លូវចិត្តរបស់យើងដែលប្រកបវិជ្ជាជីវៈជាគ្រូឱសថបុរាណអញ្ចឹងណាកុំឲ្យយើងបំពេញមុខរបរខាងនឹងហើយយើងមានចិត្តមិនល្អមានចិត្តលោភលន់ទៅលើលៀបសក្ការៈអីចឹងទៅទ្រព្យសម្បត្តិអីចឹងទៅវាបាត់បង់គុណធម៌វាអត់មានក្រមសីលធម៌វិជ្ជាជីវៈជាគ្រូថ្នាំអញ្ចឹងណាពីព្រោះថាអ្នកដែលចេះពិតប្រាកដហើយគាត់អាចរកលុយបានដោយងាយគឺពេទ្យមួយមេធាវីមួយព្រោះពេទ្យធម្មតានៅពេលដែលពួកគាត់ឈឺប្រជាជនបងប្អូនឈឺគាត់ត្រូវការពឹងពាក់ប្រស្រ័យជាមួយនឹងគ្រូពេទ្យដែរអញ្ចឹងពេលខ្លះជំងឺតិចតួចបំភ័យបន្ថែមអាហ្នឹងក៏ជារឿងមួយដែលយើងត្រូវតែអប់រំចិត្តដែរអញ្ចឹងឧមាថាគាត់ឈឺតិចតួចស្រាប់តែឈឺធំដើម្បីបានលុយអាហ្នឹងបានគេឲ្យយើងរៀនអំពីសិលធម៌បាទយើងឲ្យរៀនអំពីគុណធម៌ហ្នឹងហើយមួយទៀតគឺមេធាវីគឺការពារក្តីអញ្ចឹងបើសិនជាកាលណាចង់ចាញ់ចង់ឈ្នះអីចឹងទៅអស់ម៉ានក៏អស់ទៅឲ្យតែបានឈ្នះហ្នឹងមេធាវីរលួយបានហើយអញ្ចឹងក៏ត្រូវមានក្រមវិជ្ជាជីវៈជាមេធាវីដែរហើយគ្រូពេទ្យក៏ដូចគ្នាដែរអញ្ចឹងណាខ្ញុំនិយាយនេះខ្ញុំនិយាយក្នុងលក្ខខណ្ឌទូទៅទេមិនដាក់សម្ពាធទៅបងប្អូនណាដែលប្រកបមុខរបរខាងហ្នឹងទេប៉ុន្តែគ្រាន់តែថាគាត់ផ្ដាំថាក្នុងនាមយើងជាគ្រូបុរាណក្តីជាគ្រូពេទ្យក្តីយើងត្រូវតែប្រកាន់ភ្ជាប់នៅរឿងទាំងអស់ហ្នឹងបើសម្រាប់យើងជាពុទ្ធសាសនិកជនដែលប្រកាន់ពុទ្ធសាសនាជាគោលហ្នឹងគឺមុននឹងคลายខ្លួនទៅជាគ្រូឱសថបុរាណហ្នឹងគេត្រូវឲ្យរៀនអំពីសិល5បាទបងប្អូនមួយចំនួនគាត់ដឹងហើយពីសិល5មិនសម្លាប់កាលណាមិនសម្លាប់គឺមានធម៌សង្គ្រោះហើយបាទអញ្ចឹងណា